ให้จะดอมแป้นมนารัฐมนตรีโปรเตพุ่มออมนายกรัฐมนตรีหนึ่งชื่อประเทศองกับเพียบเนี่ยนอมปีรีรัฐบิบาลบานเลือกลังถาเพียบตานตั้งจุ่มวิ่งปัญหาปรุมแดนจมวยประเทศไทยเป็นนี่บานแสดงอ่อยเคยปีจมน้อยครั้งระบบการประชีดอกกู้อ่อยจับอารมณ์มพดบ่ตามไอจะดอมจมน้อยครั้งระบบการประชีแต่งนู่รูมีนนี่มวยเพราะชื่อปรดขมายกลุ่มรูปมันทารุณนูขนงหรือกราบประเทศสุดแต่เมียนตึกจะตรายเชียดนังตึกได้หายโดนได้กาเบี้ยมันเอาบัดบ้องตัวใบเฉียดตรเละบ้องเอาไว้ก็ได้หายหมายใจรูปร่วมสามัคคีขณีนูเป้ประเทศจีนประชมนังกรุธนะโดยการรุ่มลูกบงปีนามวยกรอมสมาร์ดสามัคคีเจียกำลังหรือจงกะมวยใบกัดมันบ่าตำนานมาเชิงสามัคคีเพียบดำใบกอมตรรีตอนไทยบางหนึ่งกองตัวสมารภูมิมุนได้บ้านประรูปធ្វើក្នុងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី18ខែមិថុនាឆ្នាំ2025នេះគឺជាឧទាហរណ៍មួយដែលស្ដែងឲ្យឃើញពីកម្លាំងមហាសាមគ្គីជាតិខ្មែរដ៏រឹងមាំបំផុតពីរាជរដ្ឋាភិបាលកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការឆ្លើយតបជាមួយថៃតាមគ្រប់រូបភាពមិនថាផ្នែកយោធាសេដ្ឋកិច្ចនយោបាយនឹងការទូតលើវិស័យយោធាកងទ័ពកម្ពុជាបានឈរការពារអធិបតេយ្យភាពជាតិយ៉ាងរឹងមាំជាមួយនឹងសភាវុធគ្រប់គ្រាន់នឹងទឹកចិត្តដ៏អង្អាចក្លាហានក្នុងវិស័យសេដ្ឋកិច្ចពាណិជ្ជកម្មរាជរដ្ឋាភិបាលបានចាត់វិធានការឆ្លើយតបយ៉ាងស័ក្តិសមបំផុតទាំងការផ្គត់ផ្គង់អគ្គិសនីអ៊ីនធឺណិតនិងការដោះដូរទំនិញតាមព្រំដែនដោយមិនអនុញ្ញាតឲ្យថៃគំរាមបានឡើយនៅលើនយោបាយការទូតវិញកម្ពុជាបានជ្រើសរើសយកច្បាប់អន្តរជាតិដើម្បីដោះស្រាយវិវាទដោយសន្តិវិធីជាជំរើសដ៏មានប្រៀបទី3រាជរដ្ឋាភិបាលកម្ពុជាក៏បានត្រៀមជាស្រេចក្នុងការទទួលយកពលរដ្ឋខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃឲ្យត្រឡប់មកប្រទេសវិញដោយត្រៀមជួយសម្របសម្រួលពួកគេគ្រប់បែបយ៉ាងរាប់ចាប់តាំងពីឯកសារមជ្ឈបាយធ្វើដំណើរមជ្ឈមណ្ឌលសំចតបណ្ដោះអាសន្នម្ហូបអាហារការងារនិងរហូតដល់ការជួយសម្រួលជាមួយធនាគារនិងមីក្រូហិរញ្ញវត្ថុពាក់ព័ន្ធទៅនឹងកម្ចីផ្សេងទៀតផងដែរចំណែកនិស្សិតដែលកំពុងសិក្សាក្នុងប្រទេសថៃក៏រាជរដ្ឋាភិបាលត្រៀមទទួលនឹងផ្ដល់អាហារូបករណ៍សម្រាប់ការសិក្សានៅក្នុងប្រទេសវិញដែរទី4ភាពឯករាជ្យម្ចាស់ការនិងគ្រប់ជ្រុងជ្រោយក្នុងការចាត់ចែងលើជោគវាសនារបស់ខ្លួនដែលកម្ពុជាអាចធ្វើបាននាពេលនេះមិនមែនកាត់ឡើងដោយចៃដន្យប៉ុន្តែវាគឺជាលទ្ធផលនៃការដឹកនាំប្រកបដោយទស្សនវិស័យវែងឆ្ងាយរបស់មេដឹកនាំដ៏ខ្លាំងពូកែគឺសម្ដេចតេជោអតីតនាយករដ្ឋមន្ត្រីនិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបច្ចុប្បន្នប្រមុខដឹកនាំកម្ពុជាបានប្រែក្លាយប្រទេសដ៏តូចនឹងធ្លាប់តែកំសត់មួយនេះឲ្យទៅជាប្រទេសដែលអាចឈរបានដោយកម្លាំងខ្លួនឯងកាន់តែរឹងមាំលើគ្រប់វិស័យនិងទទួលបានទំនុកចិត្តពីប្រជាពលរដ្ឋគ្រប់បញ្ជាថាសរុបមកវិញកម្ពុជាជាប្រទេសតូចមានប្រជាជនតិចតែមានកម្លាំងចិត្តធំគឺកម្លាំងមហាសាមគ្គីចេញពីប្រជាពលរដ្ឋនៅពីខាងក្រៅមេដឹកនាំខ្លាំងប្រកបដោយបទពិសោធន៍និងយុទ្ធសាស្ត្រនេះគឺជាចំណុចខ្លាំងរបស់កម្ពុជាដែលបច្ចុប្បន្នថៃជាច្រើនទទួលស្គាល់តែអ្នកនយោបាយនិងកងទ័ពថៃមួយចំនួនបានមើលរំលង